ស្ដីអ្នកទាំងអស់គ្នានឹងឥឡូវហ្នឹងយើងមកដូរបរិយាកាសមកហោះហើរលើខេត្តកំពតម្ដងឥឡូវហ្នឹងយើងមកដល់ខេត្តតាកែវហើយនេះនៅខាងអង្គរសោមហើយយើងក៏បានទិញផ្កាទិញអីហើយយើងទិញផ្កាហ្នឹងដើម្បីទៅបុណ្យខួប1ឆ្នាំរបស់ឪពុកក្មេកខ្ញុំហើយយើងក៏បានញ៉ាំកាហ្វេញ៉ាំអីចឹងទៅហើយឥឡូវនេះយើងបានមកដល់ផ្ទះហើយយើងបោសសម្អាតកន្លែងធាតុគាត់កន្លែងប្រភូមិកន្លែងអីចឹងយើងសម្អាតឲ្យស្អាតទៅព្រោះថានេះគឺដល់ពេលគម្រប់ខួប1ឆ្នាំរបស់គាត់ហើយមានណាយើងបានទិញផ្កាទិញផ្លែឈើមកពីពេញព្រោះថានៅស្រុកយើងអត់សូវមានលក់ផ្កាលក់ផ្លែឈើអីដែលថាយើងគួរឲ្យចង់ញ៉ាំហើយមានណាយើងក៏បានអុជធូបអុជអីចឹងមកដើម្បីស្ពះដល់គាត់ព្រោះថាដល់ថ្ងៃបុណ្យគម្រប់ខួប1ឆ្នាំរបស់គាត់ហើយយើងក៏បានសម្អាតនៅកន្លែងរូបថតគាត់បានសម្អាតនៅកន្លែងទីសំណាក់គាត់ហើយយើងក៏រៀបចំឲ្យធ្វើអីបន់ស្រន់ឲ្យសុខសប្បាយទាំងអស់គ្នាហើយឲ្យគាត់ជោគជ័យជួបតែមនុស្សល្អហើយគាត់បានទៅជួបសុគតិភពហ្នឹងហើយមួយវិញទៀតយើងក៏បានបត់ផ្កាបត់អីចឹងមកហើយយើងក៏បានទៅវត្តនេះយើងកំពុងធ្វើដំណើរទៅវត្តហើយយើងក៏បានទិញភួយទិញអីដើម្បីឲ្យទូដល់គាត់ហើយនេះគឺជាផ្សារដែលយើងបានមកទិញភួយអីហើយឡើងយើងមកដល់វត្តហើយខ្លងទ្វារវត្តហើយនេះគឺជាវត្តអារាមនៅខេត្តឈូកបាទហើយមានណាយើងក៏បានហោះហើរគ្រប់គ្រងខេត្តឈូកទាំងមូលតាមពិតខ្ញុំមិនដែលបោះដ្រូនទេតែលើកហ្នឹងបោះដ្រូនដើម្បីមើលទេសភាពនៅខាងលើហើយយើងក៏បានធ្វើដាក់បាតដាក់អីទៅវត្តអីនេះហើយយើងក៏បានទិញចង្ហាន់ទិញអីមកប្រគេនលោកហើយយើងអត់មានអីច្រើនទេយើងមានតែទឹកសុទ្ធមានតែទឹកក្រូចមានតែលឹកមានអីទៅកាហ្វេទៅយើងបានរៀបចំអុជធម៌អីបន់ស្រន់ដល់ទេដាជួយថែរក្សាយើងទាំងអស់គ្នាចូលឆ្នាំអត់មានតាណាទេបងប្អូនគឺមកដល់បុណ្យប៉ាគោរពខួប1ឆ្នាំរបស់គាត់ហើយនៅវត្តហ្នឹងគឺអត់សូវមានលោកទេហើយលោកក៏តិចហើយចង្ហាន់ក៏តិចដែរហើយយើងក៏បានមកវត្តហ្នឹងហើយក៏ថាយើងទៅដល់ទៅលោកឃើញយើងទៅរត់ត្រេកអរដូចថាសូមមានអ្នកមកដាក់ចង្ហាន់ដែរអញ្ចឹងណាហើយណាអ្នកលោកអត់មានឧបាសកឧបាសិកាយមកលោកក៏រៀបចំកតេលចង់អីនោះអាចារ្យអីក៏អត់សូវមានដែរព្រោះថាតទៅបនទៀនធំមិនមានតែដល់ពេលធូចធម្មតាអញ្ចឹងអត់សូវមានតែលោកក៏គាត់ថាបាសកបាសិកាអត់មកអញ្ចឹងក៏រៀបចំរៀបអីអញ្ចឹងមកហើយយើងក៏បានស្ពះបនស្រន់ឲ្យលោកឧទ្ទិសដល់ប៉ាដែលគាត់បានស្លាប់ទៅរយៈពេល1ឆ្នាំហើយដែលយើងបាក់លែងបានឃើញមុខគាត់ហើយមួយវិញទៀតនេះយើងបានយកទឹកសុទ្ធអីមកប្រគេនយរួមបានបុណ្យបានអីទៅដល់បងប្អូនអរគ្នាហើយជូនបុណ្យជូនអីដល់អរគ្នាហើយអ្នកទាំងអស់គ្នាវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងគឺអត់មានច្រើនទេគ្រាន់នេះគាត់ធ្វើអនុស្សាវរីយ៍រំលឹកគុណនៃដែលគាត់បានស្លាប់ទៅ1ឆ្នាំហើយយើងក៏បានបន់ស្រន់នេះហើយយើងក៏បានរួចរាល់យើងក៏បានលាលោកលាអីអញ្ជើញទៅវិញអូខេវីដេអូហ្នឹងពេលប៉ុណ្្នឹងឯងអូខេបាយបាយ